ភាពយន្តព្រួយរន្ធត់បែបអបិជំនឿក្មេងស្រីម្នាក់ដែលត្រូវខ្មោចចូលក្នុងកំឡុងពេលធ្វើដំណើរទៅសំពះដូនតានឹកស្មានមិនដល់ថានៅពីក្រោយក្នុងរបស់នាងបែរជាមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវអតីតកាលដ៏ចម្លែកនិងគួរឲ្យរន្ធត់ម្យ៉ាងក្មេងស្រីម្នាក់នេះមានឈ្មោះថាស៊ីវឈីកាលពីមួយថ្ងៃមុននាងកំពុងតែហែលទឹកលេងយ៉ាងសប្បាយរីករាយនៅក្នុងអាងហែលទឹកសុកស្រាប់តែមានកម្លាំងអាចកំបាំម្យ៉ាងបានកន្ត្រាក់ទាញនាងពន្លិចទៅក្នុងទឹកយ៉ាងសាហាវរៀមច្បងរបស់នាងឃើញបែបនេះក៏ប្រញាប់លោតចុះទៅជួយភ្លាមប៉ុន្តែនៅវិនាទីបន្ទាប់ក្នុងទឹកមានអ្វីម្យ៉ាងតែដល់ពេលដែលរៀមច្បងមួយទឹកចុះទៅមើលម្ដងទៀតរបស់នោះបានរលាយបាត់សម្បល់ទៅហើយស៊ីវឈីត្រូវបានអ្នកជួយសង្គ្រោះជួយស្រង់ឡើងមកលើគោករៀមច្បងបានសួរនាងថាមានរឿងអ្វីកើតឡើងអមាញ់មិញប៉ុន្តែនាងហាក់ដូចជាមើលមិនឃើញនោះឡើយនាងប្រាប់ថាគ្រាន់តែរមួលក្រពើប៉ុណ្ណោះប៉ុន្តែរៀមច្បងដែលមានភ្នែកវិញ្ញាណតាំងពីកំណើតដឹងច្បាស់ក្នុងចិត្តថាស៊ីវឈីត្រូវខ្មោចលងបៀតបៀនហើយផ្ទះរបស់ស៊ីវឈីគឺជាផ្ទះខ្មោចលងដ៏ល្បីល្បាញកាលពីប្រមាណទសវត្សរ៍មុនលោកតារបស់ស៊ីវឈីបានដើរចេញពីបន្ទប់ទាំងកណ្ដាលអាធ្រាត្ររួចក៏គ្រប់គ្រងស្មារតីខ្លួនឯងលែងបានក៏បានភ្ជង់កំភ្លើងបាញ់ចំក្បាលសម្រាប់ខ្លួនឯងតែម្ដងចាប់តាំងពីលោកតាស្លាប់ទៅផ្ទះមួយនេះតែងតែមានថាមពលខ្មោចគ្របដណ្ដប់យ៉ាងក្រាស់ក្រែលគ្រូទីធ្លាប់ទីថាចតារិស័យរបស់ស៊ីវឈីគឺឈុំនឹងទឹកដែលខាត់ត្រូវតែពាក់ខ្សែកឬយ័ន្តការពារខ្លួនជាប់នឹងប្រាណជានិច្ចប៉ុន្តែចៃដន្យអីនៅថ្ងៃនេះស៊ីវឈីបែរជាធ្វើឲ្យយ័ន្តការពារខ្លួននោះបាត់បង់ទៅវិញហេតុនេះហើយទើបខាត់មានរឿងរ៉ាវនៅអានហែលទឹកអមាញ់មិញនេះឯងដើម្បីជួយឲ្យស៊ីវឈីគេចផុតពីគ្រោះភ័យនេះនោះដល់ថ្ងៃបន្ទាប់លោកជីបាននាំនាងទៅធ្វើពិធីសំពះភ្នូរដូនតាដើម្បីបន់ស្រន់សូមឲ្យបុព្វការីជនជួយតាមថែរក្សានៅតាមផ្លូវស៊ីវឈីហាក់ដូចជាគ្មានអារម្មណ៍នៅក្នុងខ្លួនតទៅសោះអ្នកម្ដាយមើលទៅភ្នែកពេកក៏បានស្ដីបន្ទោសនាងពីរបីម៉ាត់ប៉ុន្តែស៊ីវឈីបែរជាធ្វើមិនដឹងមិនលឺរួចងាកទៅនិយាយលេងជាមួយលោកជីវិញម្ដាយគ្មានវិធីចាត់ការជាមួយនាងឡើយហើយក៏មិនបានចាប់អារម្មណ៍តទៅសោះថាស៊ីវឈីបានលបលួចដើរចាក់ចេញពីកន្លែងធ្វើពិធីបាត់ទៅហើយនាងដើរចេញទៅត្រង់ឆ្ពោះទៅកាន់ភ្នំហាក់ដូចជាត្រូវប្រលឹងខ្មោចចូលសង្កត់អញ្ចឹងបន្ទាប់មកនាងបានដើរទៅដល់ក្បែរគំនរថ្មមួយនៅក្នុងព្រៃឫស្សីហើយបានធ្វើការដោះលែងរបស់ម្យ៉ាងចេញមកពីទីនោះខណៈពេលដែលម្ដាយនិងលោកជីកំពុងដើររកស៊ីវឈីគ្រប់ច្រករហ័សនោះស៊ីវឈីបានធ្វើដំណើរត្រឡប់មកដល់ផ្ទះម្នាក់ឯងបាត់ទៅហើយប៉ុន្តែស៊ីវឈីនៅពេលនេះលែងជាស៊ីវឈីមុនទៀតហើយស៊ីវឈីត្រូវប្រលឹងខ្មោចអាក្រក់ចូលសង្កត់ពេញរូបរាងកាយនាងបានទាញកូនកំបិតទៅកាប់ដាច់ច្រវាក់ដែកនៅលើដំបូលផ្ទះភ្លាមទីនេះគឺជាកន្លែងហាមឃាត់ដាច់ខាតនៅក្នុងផ្ទះនៅបន្ទប់ខាងក្នុងបង្អស់មានបិទយ័ន្តការពារយ៉ាងណែនប៉ុន្តែអាខ្មោចនោះមិនខ្លាចតទៅសោះវាបានកាប់បំផ្លាញទ្វារឈើខ្ទេចខ្ទីរួចដើរសម្ដៅទៅរកក្រែដេកមួយដល់ពេលដែលម្ដាយនិងលោកយាយត្រឡប់មកដល់ផ្ទះស៊ីវឈីបានបាត់ខ្លួនទៅហើយថែមទាំងប្រព័ន្ធភ្លើងនៅក្នុងផ្ទះត្រូវបានកាត់ផ្តាច់ទៀតផងលោកយាយចង់ទូរស័ព្ទហៅគេមកជួយប៉ុន្តែទូរស័ព្ទគ្មានសេវាតទៅសោះមានតែបង្ខំចិត្តដើរកាត់ភ្លៀងធ្លាក់យ៉ាងខ្លាំងទៅរកគ្រូម៉ូណាកូមកជួយម្ដាយខាត់លោកយាយមិនឈ្នះក៏សម្រេចចិត្តដើរឡើងទៅជាន់លើដើម្បីតាមរកស៊ីវឈីម្នាក់ឯងនៅក្នុងបន្ទប់មានសភាពទទេស្អាតស្ងាត់ជ្រងំមានតែនៅលើបន្ទប់ប៉ុណ្ណោះដែលមានសំឡេងចលនាចម្លែកយូរម្ដងម្ដាយបានប្រឹងប្រែងទប់សេចក្តីភ័យខ្លាចរួចដើរឡើងទៅខាងលើម្នាក់ឯងនឹកស្មានមិនដល់ថាបានឃើញទស្សនភាពបែបនេះសោះជាប្រឹងរុញទ្វីយ៉ាងណាក៏បើកមិនចេញដែរតែអ្វីដែលហួសចិត្តនោះគឺចំពេលនោះនាងមានអារម្មណ៍ថាអ្វីមួយយ៉ាងស្រក់មកចំថ្ងាសយកដៃទៅស្ទាបមើលស្រាប់តែឃើញឈាមសោះម្ដាយភ័យខ្លាំងណាស់ក៏ដើរថយក្រោយជាបន្តបន្ទាប់ក៏លេចឃើញមានទូមួយនៅខាងក្រោយនាងក៏ប្រញាប់លូនចូលទៅពួននៅក្នុងនោះនៅខាងក្រៅមានសំឡេងបុកទម្លាយទ្វារយ៉ាងខ្លាំងម្ដាយមិនដឹងថាអ្នកដែលមកជាមនុស្សឬជាខ្មោចឡើយសំណាងល្អនៅវិនាទីបន្ទាប់មានក្មេងប្រុសម្នាក់បានបើកទ្វារទូរួចលេចមុខមកចំពីមុខនាងគេម្នាក់នេះគឺជារៀមច្បងដែលមានភ្នែកវិញ្ញាណនោះឯងមានគេមកជួយបែបនេះម្ដាយរបស់ស៊ីវឈីក៏បាត់ភ័យបន្តិចដែរប៉ុន្តែនៅពេលដែលនាងប្រាប់គេថាខ្លួនត្រូវជាម្ដាយរបស់ស៊ីវឈីព្រាមនោះផ្ទៃមុខរបស់រៀមច្បងស្រាប់តែប្រែជាភ័យស្លន់ស្លោភ្លាម哎呀，真下去，那个麻烦。នៅពីក្រោយកញ្ចក់ដែលបែកបាក់នោះគឺមានលក្ខបាំងនៅលំហអាកាសមួយផ្សេងទៀតនៅក្នុងខួរក្បាលរបស់ម្ដាយស្រាប់តែលេចចេញនៅឈុតឆាកការពីអតីតកាលយ៉ាងច្រើនប៉ុន្តែនាងបែរជានឹកមិនឃើញថាវាជារឿងអ្វីឲ្យប្រកបឡើយលុះឮសំឡេងស៊ីវឈីមិនលើចេញពីម្ខាងទៀតនៃកញ្ចក់ម្ដាយនឹងរៀមច្បងបានប្រញាប់ប្រញាល់លូនឆ្លងកាត់កញ្ចក់នោះទៅភ្លាមនាងបានមើលឃើញក្មេងស្រីម្នាក់កំពុងដើរយំសម្ដែងទៅជាន់ក្រោមនាងស្មានតែជាស៊ីវឈីប៉ុន្តែនៅពេលដែលនាងស្ទុះទៅដល់ក្មេងស្រីម្នាក់នោះបែរជាលោតចុះទៅក្រោមតែម្ដងម្ដាយរំភើបចិត្តជាខ្លាំងរហូតដល់គាំងស្មារតីគិតអ្វីមិនចេញទោះជាយ៉ាងណាក៏ដោយភ្លាមនោះ